លោកប្រធានាធិបតីចិនស៊ីជីនពីងបានស្ដីបន្ទោសប្រទេសអ៊ីស្រាអែលចំពោះការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដោយជំរុញឲ្យប្រទេសទាំងពីរបញ្ចប់ជម្លោះយោធាជាបន្ទាន់ដើម្បីបញ្ជៀសកុំឲ្យភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោលថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនឹងលោកប្រធានាធិបតីអូប៊ីគីស្ថានសៅកាតមេស៊ីយ៉ូយ៉ែវនៅក្នុងទីក្រុងអាស្តាណាកាលពីថ្ងៃទី17ខែមិថុនាលោកស៊ីជីនពីងលើកឡើងថាប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងភ្លាមៗនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាដែលបណ្ដាលមកពីស្នាដៃវាយប្រហាររបស់យោធាអ៊ីស្រាអែលប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់លោកស៊ីជីនពីងនិយាយថាចំនួនយោធាមិនផ្ដល់ដំណោះស្រាយណាមួយហើយក៏មិនបម្រើផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិនោះដែរលោកប្រធានាធិបតីថែមទាំងជំរុញឲ្យភាគីទាំងអស់កាត់បន្ថយចំនួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដូចគ្នាទន្ទឹមនឹងនោះក្រសួងការបរទេសចិនកាលពីថ្ងៃអង្គារក៏បានថ្កោលទោសចំពោះការអំពាវនាវរបស់លោកប្រធានាធិបតី Donald Trump ពាក់ព័ន្ធទៅនឹងវោហារសាស្ត្រឲ្យជំលៀសប្រជាជនចេញពីទីក្រុងតេហេរ៉ង់ក្រសួងការបរទេសចិនបានបោះពាក្យសម្ដីផ្លែផ្កាទៅលោក Trump ថាសូមកុំចាក់សាំងលើភ្លើងលើរឿងចំនួននៅតំបន់មជ្ឈិមបូព៌ាយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាក្រៅពីការស្ដីបន្ទោសលើអ៊ីស្រាអែលលោកស៊ីជីនពីងក៏បានបង្ហាញអំពីការត្រៀមខ្លួនដើម្បីធ្វើការជាមួយនឹងគ្រប់ភាគីទាំងអស់នៅក្នុងទូនាទីស្ថាបនាស្ដារសន្តិភាពនិងស្ថិរភាពដល់តំបន់មជ្ឈិមបូព៌ាផងដែរនេះគឺជាវោហារសាស្ត្រលើកដំបូងរបស់លោកប្រធានាធិបតីស៊ីជីនពីងទាក់ទិនទៅនឹងចំនួនរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលចាប់តាំងពីការផ្ទុះការប្រយុទ្ធគ្នាកាលពីព្រឹកព្រលឹមថ្ងៃទី13ខែមិថុនាកន្លងទៅជាលទ្ធផលនៃការបាញ់មីស៊ីលដាក់គ្នាទៅវិញទៅមកនេះបណ្ដាលឲ្យមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់ជាង200នាក់ស្លាប់បាត់បង់ជីវិតខណៈភាគីអ៊ីស្រាអែលស្លាប់មនុស្សប្រមាណជា24នាក់និងជាង1000នាក់រងរបួស